ទីដល់កិច្ចប្រជុំរុស្ស៊ីអូតង់ថ្ងៃនេះក្រសួងការបរទេសរុស្ស៊ីចង្អុលឲ្យឃើញថាសម្រាប់ម៉ូស្គូប្រធានបទចម្បងរបស់វាគឺប៉ះលើសេចក្តីសម្រេចផងទាំងឡាយអនុម័តដោយជំនួបកម្ពុជាអូតង់ថ្ងៃ8និង9កក្កដាកន្លងទៅនៅក្រុងវ៉ាខ្សូវីដើម្បីពង្រឹងព្រំប្រទល់ខាងកើតរបស់បក្សប៉ុននេះដែលក្នុងនោះមានការសម្រេចដាក់ឲ្យឈរជើងប្រចាំការនៅប៉ូឡូញនិង3ប្រទេសបាល់លេតូនីលីទុអានីអេស្តូនីនៅជាប់នឹងព្រំដែនខាងលិចរបស់រុស្ស៊ីតែម្ដងគឺយោធាពហុជាតិរបស់អូតង់ចំនួន4កងវិទ្យាស្នាតូចនីមួយៗមានគ្នា1000នាក់សរុបទៅ4000នាក់គឺច្រើនមិនធ្លាប់មានដូចគិតតាំងពីសង្គ្រាមត្រជាក់បានចប់ទៅហើយវានឹងស្ថិតនៅក្រោមការបញ្ជាការរបស់សហរដ្ឋអាមេរិកកាណាដាអាល្លឺម៉ង់អង់គ្លេសសម្រាប់ម៉ូស្គូតាមប្រភពការទូតរុស្ស៊ីសំខាន់ក៏ទាំងបញ្ហាបង្កើនសមត្ថភាពនៃការហោះហើរលើតំបន់សមុទ្របាល់ទិកនិងហានិភ័យលេចចេញមកកាន់តែខ្លាំងឡើងក្រោយពីអូតង់បានដាក់ឲ្យប្រតិបត្តិការនៅអឺរ៉ុបគឺខែលមីស៊ីលប្រឆាំងមីស៊ីលសម្ដៅបន្សោយសក្តានុពលអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីប៉ុន្មានខែចុងក្រោយ3ប្រទេសបាល់ជាសមាជិកអូតង់ស្រាប់នៅជិតនឹងព្រំដែនរុស្ស៊ីតែងចោទម៉ូស្គូជារឿយៗថាចេះតែបញ្ជូនយន្តហោះឲ្យរំលោភដែនអាកាសគេនិងហោះល្បាតលើសមុទ្របាល់ទិកដោយពន្លត់មិនឲ្យដើរឡើយប្រដាប់អេឡិចត្រូនិកនៅក្នុងយន្តហោះក្រោមឈ្មោះថា Transponder ប្រដាប់ដែលអនុញ្ញាតឲ្យរ៉ាដាកំណត់អត្តសញ្ញាណយន្តហោះនិងបញ្ជាកុំឲ្យមានការប៉ះទង្គិចគ្នាក្នុងអាកាសរីឯក្រសួងការពារជាតិអាមេរិកបានចោទយន្តហោះរុស្ស៊ីថារមែងហោះបត់បែនយ៉ាងគ្រោះថ្នាក់ជាញឹកញយនៅក្បែរយន្តហោះអាមេរិកក្នុងផ្ទៃមេឃលើសមុទ្របាល់ទិកម៉ូស្គូជាចម្លើយបកវិញបានចោទក្រុងវ៉ាស៊ីនតោនថាចេះតែបញ្ជូនយន្តហោះចារកិច្ចដែលមើលមិនឃើញដោយរ៉ាដារុស្ស៊ីឲ្យមកឆ្លូបយកការពីរុស្ស៊ីអូតង់និងរុស្ស៊ីបានមូលមតិគ្នាថាក្នុងរបៀបវិរៈប្រចាំថ្ងៃនៃកិច្ចប្រជុំថ្ងៃនេះក៏មានទាំងបញ្ហាអ៊ុយក្រែននិងអាហ្វហ្គានីស្ថានតាក់ទងនឹងអ៊ុយក្រែនជំនួបកម្ពុជាអូតង់បានទាមទារពីរុស្ស៊ីទៅហើយឲ្យឈប់គាំទ្រតាមផ្លូវយោធាដល់តំបន់បះបោររុស្ស៊ីនិយមនៅខាងកើតអ៊ុយក្រែនជាការកត់សម្គាល់តាំងពីមានវិបត្តិកើតឡើងនៅអ៊ុយក្រែនជាង2ឆ្នាំមុនមកកិច្ចប្រជុំរុស្ស៊ីអូតង់លើកនេះទើបជាលើកទី2បន្ទាប់ពីវាបានប្រព្រឹត្តទៅលើកមុនកាលពីថ្ងៃ20មេសា